សួស្តីអ្នកគ្នាជួបជាមួយខ្ញុំបាទ CAA Anime ថ្ងៃនេះខ្ញុំលើកយកវីដេអូតមកសម្រាប់ជជែកអ្នកទាំងអស់គ្នាមុននឹងចូលទៅដល់ការសម្រាប់ខ្ញុំសង្ឃឹមតែអ្នកគ្នាចូលចុច Subscribe ហើយរកខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូតអូខេកុំឲ្យខាតពេលយូរយើងចូលសាច់រឿងយើងទាំងអស់គ្នាចូលសាច់រឿងយើងបន្តយើងឃើញជាមួយនឹងអាគីរ៉ានាងបានលើសំឡេងអ្នកគ្រូនិយាយថាមិនឲ្យគាត់គេងក្នុងផ្សារទេហើយគាត់ក៏បានសុំទោសអ្នកគ្រូថាគាត់យកមិញលេងហ្គេមដាច់យកពេកឈុននេះកាត់ចេញពីក្រៅសាលាអាការ៉ាបានមកដល់ផ្ទះនាងរៀបចំនឹងងុយទឹកហើយបានបញ្ចេញសាច់យ៉ាងសោកខ្ចីឲ្យអ្នកទាំងអស់គ្នាមើលបន្ទាប់មកក៏ទៅដេកហើយក៏រីត្រីសួស្ដីទៅនាឡិកាដៃរបស់យ៉ាម៉ូរីកាត់ឈុនមកដល់ផ្ទះយ៉ាម៉ូគាត់បានចេញពីផ្ទះទៀតហើយក៏បាននឹកឃើញស្នាមថាប់នោះធ្វើឲ្យគាត់ពិតជាអៀនខ្លាំងមែនតើពេលគាត់មកកន្លែងរដងគាត់ឃើញនូណាកំពុងតែអង្គុយចាំគាត់នៅទីនោះយ៉ាម៉ូបាននិយាយថាគាត់មិនទាន់ត្រៀមខ្លួនដើម្បីជួបនាងនោះទេនូណាបានលន់មាត់ថាយ៉ាម៉ូទៅឯណាដល់យ៉ាម៉ូមិនទាន់ត្រៀមខ្លួនរួចនោះគាត់ក៏បានដើរចេញទៅលោកយ៉ាម៉ូដើរមកដល់ក្រោមស្ពានហើយនោះគាត់ឃើញបរិស3នាក់នោះកំពុងតែមើលអ្វីមួយឃើញជាមួយនឹងបរិសនិងរេរីកំពុងតែថើបគ្នាធ្វើឲ្យគាត់មានអារម្មណ៍ថាអៀនខ្លាំងមែនតើគាត់គិតថានោះជាគូស្នេហ៍ចុះគាត់វិញនោះអញ្ចឹងហើយរឿងនេះវាត្រូវតែមានហេតុផលរបស់វាបានន័យថានូណានាងស្រឡាញ់គាត់មែនទេពេលនេះគាត់អាចសម្រេចគោលបំណងមានស្នេហាជាមួយនឹងបិសាចជញ្ជក់ឈាមអាចធ្វើឲ្យគាត់មានអារម្មណ៍សប្បាយខ្លាំងមែនតើដែលគោលបំណងរបស់គាត់ផ្លាច់ជាការពិតសប្បាយអបន្តប្រមាណនូណានាងក៏បានរកគាត់ឃើញហើយព្រមទាំងនិយាយថាយ៉ាម៉ូមិនលោកមកទីនេះដឹងទេថានាងកំពុងតែចាំគាត់យូរប៉ុណ្ណាហើយយ៉ាម៉ូបានតទៅវិញថាមិនបាច់និយាយច្រើនទេនេះហើយនូណាបានតទៅវិញថាតើលោកកំពុងតែធ្វើអ្វីហ្នឹងយ៉ាម៉ូបាននិយាយថែមទៀតថាគឺគាត់អាចសម្រេចគោលបំណងលំបាកដែលគ្មានអ្នកធ្វើបានដោយជោគជ័យគោលបំណងនោះគឺលងស្នេហ៍បិសាចជញ្ជក់ឈាមលើបែបនេះហើយធ្វើឲ្យនូណាមានអារម្មណ៍ថាឆ្ងល់ខ្លាំងមែនតើថាពេលនេះកំពុងតែគិតអីមិនមែនលេងសើចទេឬយ៉ាម៉ូបានបន្តទៀតថាគាត់មិនដែលរឹងមាំក្នុងជីវិតនោះទេទើបតែថ្ងៃនេះគាត់មានអារម្មណ៍ថាគាត់រឹងមាំខុសប្លែកនូណានិយាយថាតែគាត់ស្រឡាញ់នាងទេយ៉ាម៉ូបានតទៅវិញថាគាត់ស្រឡាញ់នាងខ្លាំងណាស់នូណាថាបើគាត់ស្រឡាញ់នាងពិតមែនគាត់ឆាប់មកទីនេះយ៉ាម៉ូបានគិតថាគាត់ត្រៀមខ្លួនរួចហើយត្រៀមខ្លួននឹងក្លាយទៅជាបិសាចពេលនោះនូណានាងក៏ជញ្ជក់ឈាមគាត់ទៅហើយព្រមទាំងនិយាយថាឆ្ងាញ់ខ្លាំងណាស់ពេលនោះយ៉ាម៉ូបានសួរថាតើគាត់ជាម្នាក់នៅក្នុងចំណោមនោះដែរទេហើយនូណាបានតទៅវិញថាក្នុងចំណោមអ្វីទៅនាងមិនដឹងទេរឿងនេះហើយធ្វើឲ្យតួឯកប្រុសរបស់យើងពិតជាមានអារម្មណ៍ថាពិបាកចិត្តខ្លាំងមែនតើនាងបាននិយាយថែមទៀតថាដោយសារតែលោកមិនបានស្រឡាញ់នាងពិតទេឬក៏លោកយល់ច្រឡំនៅពេលយប់មិញគឺនាងខិះគាត់នាងគឺថាឲ្យថាទៀតមិនមែននោះទេគឺកុំឲ្យលោកគិតច្រើនពេកយ៉ាម៉ូបានថានាងគឺជាមនុស្សអាក្រក់ខ្លាំងណាស់នោះណានាងបានតទៅវិញថានាងធ្វើបែបនេះជាមួយមិត្តនិងមិត្តនោះទេមកប្រាប់មកមានពីណាមានមិត្តដូចនោះណាកាត់សាច់រឿងមកដល់អាគូរ៉ារូបនេះបានតែងទូរស័ព្ទយកមកមើលនៅពេលនេះគឺម៉ោងមិន10គឺនៅយប់ដដែលនោះទេពេលនេះរូបនាងកំពុងតែគេងមិនលក់គឺស្រដៀងនឹងខ្ញុំដែរធ្វើរឿងដាច់យប់ដើម្បីឲ្យអ្នកគ្នាមើលរឿងនេះឲ្យធ្វើឲ្យអាគូរ៉ាចេញមកក្រៅហើយយ៉ាម៉ូក៏បានឃើញនាងក៏ហៅនាងទៅយ៉ាម៉ូបានសួរនាងថាតើនាងកំពុងតែធ្វើអ្វីនៅកពាក់កណ្ដាលត្រេតបែបនេះដែលអាការ៉ានិយាយថានាងគេមិនលួននោះទេដល់បែបនេះហើយយ៉ាម៉ូក៏បានហៅនាងទៅលេងហ្គេមនៅផ្ទះនោះណាហើយអាការ៉ាក៏បានឆ្លើយថាអូខេកាឆាត់ពួកគេក៏បានមកដល់ផ្ទះនូណាដោយយ៉ាម៉ូមិនអាចលេងហ្គេមឈ្នះនូណាបាននោះទេវាធ្វើឲ្យគាត់ពិតជាពិបាកចិត្តខ្លាំងមែនទែនដោយគិតថានូណាលេងហ្គេមនេះជិត1000ដងហើយបន្ទាប់មកនូណាក៏បានហៅអាគូរ៉ាលេងបើអាគូរ៉ាឈ្នះនាងនឹងឲ្យស្នាមថាបទៅអាគូរ៉ាអត់និយាយលេងគ្នារឿងនឹងនិយាយចឹងមែនអាគូរ៉ានាងនិយាយថានាងនឹងឆ្លងកាត់រឿងនេះបានគិតមួយរបស់ក៏កាំងអាគូរ៉ាឆ្ងល់ថាបើឲ្យស្នាមថាបបាននាងតើយ៉ាម៉ូឯងឲ្យដែរទេហើយនូណាក៏ឆ្លើយថាយេបន្ទាប់មកយ៉ាម៉ូក៏ឆ្លើយថាអត់ទេនូណាតទៅវិញថាចុះស្នាមថាបដល់នាងឲ្យគាត់នោះរឿងនេះឲ្យធ្វើឲ្យអាការ៉ាគាត់ជាមានអារម្មណ៍ថាភ្ញាក់ផ្អើលខ្លាំងមែនតើដោយនាងនិយាយដាក់យ៉ាម៉ូថាគឺនាងគាត់ត្រឯងតួឯងស្រឡាញ់គ្នាជាមួយនឹងសត្វចម្លែកពេលនោះនូណានាងក៏បានជ្រើសរើសហ្គេមមួយលេងហ្គេមនោះជាហ្គេម 2D បែបនិយាយនឹងឲ្យយើងជ្រើសរើសពាក្យសម្ដីណាមួយដែលអ្នកគិតថាត្រូវហ្គេមនោះបានសួរតែឯងប្រុសយើងថាតែឯងចង់ទៅសាលាទេតួឯងប្រុសរបស់យើងបានចុចថាអត់អាការ៉ាបាននិយាយថាសម្បីតែក្នុងហ្គេមឯងមិនលើកលែងផងតោះមកលេងមកតួអង្គមួយទៀតយ៉ាម៉ូថាគាត់ចូលចិត្តតួអង្គនឹងណានូណានិយាយថាដោយសារដើមទ្រូងមែនទេយ៉ាម៉ូបានតទៅវិញថាប្រហែលអាការ៉ាបានគិតថានាងមានអារម្មណ៍ធូរស្រាលពេលដែលតួឯកប្រុសរបស់យើងបានកាត់អីនៅជាមួយនូណាបែបនេះហើយនូណាបាននិយាយថានៅពេលនេះម៉ោង4ហើយមិនយើងមិនគេងទៅហើយអាការ៉ាដឹងយ៉ាងភ្លាមថាយ៉ាម៉ូបានគេងជាមួយនឹងនូណារាល់ថ្ងៃយ៉ាម៉ូបានតទៅវិញថាគេមិនបានធ្វើអ្វីបែបផ្ដាស់នោះទេហើយនូណានិយាយថា
មានរឿងអីក៏ឡើងជាមួយនឹងប្រុសម្នាក់និងស្រីពីរនាក់គេងជាមួយគ្នាពេលយប់នោះអាការ៉ានិយាយតវិញថាវាគ្មានផ្លូវនោះទេហើយយ៉ាម៉ូបាននិយាយថាមានក្លិនក្រអូបនៅទីនេះអាការ៉ាលើបែបនេះហើយនាងក៏ចង់ទៅសាលានៅពេលយប់នោះណាថាវាគ្មានផ្លូវនោះទេព្រោះនៅទីនេះអត់មានឆាតចឹងហើយអាការ៉ាបានដឹងថាមេកំពុងតែភ្លៀងរឿងនេះធ្វើឲ្យនាងពិបាកចិត្តមិនបានទៅសាលានោះណាបានលួចបឺតឈាមយ៉ាម៉ូមិនឲ្យអាការ៉ាដឹងនោះទេអាការ៉ាបាននិយាយថាតើពួកគេកំពុងតែធ្វើអ្វីនៅពីក្រោយខ្នងរបស់នាងដោយនោះណានិយាយថាมันមានអ្វីនោះទេពេលនេះយើងត្រូវគេងហើយត្រូវតែគេងហើយក៏ឲ្យយ៉ាម៉ូប្រាប់ពីមូលហេតុដោយយ៉ាម៉ូនិយាយថាគឺគោលបំណងរបស់គាត់នឹងលងស្នេហ៍នោះណានឹងធ្វើឲ្យគាត់ខ្លាចជាបិសាចជជឈាមនិយាយបែបនេះឲ្យធ្វើនោះណាពិតជាអៀនខ្លាំងមែនតើហើយនោះណាបាននិយាយថានិយាយគ្នាចាប់នៅឆាប់ចូលគេងអាការ៉ាថាបើមេឃមិនភ្លៀងនោះនាងមិននៅទីនេះនោះទេនោះណាតទៅវិញថាគេងនៅទីនេះសិនហើយមិនអីនោះទេបន្ទាប់ពីមួយស្របត់នោះណាក៏បានគេងលក់ហើយយ៉ាម៉ូនិយាយទៅអាការ៉ាថាសំទោសផងដែលគាត់អស់ទាញនាងមកទីនេះគាត់ថានាងអាចនឹងបារម្ភពីគាត់ចឹងហើយកុំឲ្យនាងបារម្ភពីគាត់អីអាការ៉ានិយាយទៅវិញថាមិនអីនោះទេព្រមទាំងបន្តទៀតថាដៃគាត់ដាក់នៅលើបែបនេះមិនចុកដៃគេអីឬថាគាត់ខ្លាចប៉ះដៃនាងមិនអីនោះទេនាងមិនប្រកាន់ទេហើយយ៉ាម៉ូក៏បានធ្វើតាមនាងប្រាប់ហើយអាការ៉ាក៏បានគេងបាត់ទៅនៅពេលព្រឹកឡើងអាការ៉ានាងដឹងតែខ្លួននាងដេកខកហើយនាងក៏បានលាយ៉ាម៉ូចេញបាត់ទៅអូខេអ្នកនរគ្នាសាច់រឿងភាគ4យើងមានតែប៉ុណ្ណឹងពីខ្ញុំបាទ CAA Anime សូមជម្រាបលាអ្នកនរគ្នា